ដូចនេះហើយបើសិនជាយើងទំនេរយើងកុំបោះបង់ពេលវេលារបស់យើងទៅធ្វើអ្វីដែលគ្មានប្រយោជន៍យើងគួរតែឆ្លៀតពេលរៀនបន្ថែមទៀតពីព្រោះថាការរៀនគឺអាចធ្វើឲ្យអនាគតយើងល្អប្រសើរនិងរីកចម្រើនទៅមុខសម័យនេះគឺជាសម័យទំនើបការរៀនភាសាបរទេសនីមួយៗគឺសុទ្ធតែមានអត្ថប្រយោជន៍ទៅដល់បងប្អូនទាំងអស់គ្នាយើងដឹងហើយថាសម័យនេះគឺគេនិយមរៀនភាសាបរទេសជាពិសេសគឺភាសាអង់គ្លេសជាមួយនឹងភាសាចិនព្រមទាំងភាសាកូរ៉េជប៉ុននិងភាសាផ្សេងៗទៀតប៉ុន្តែយើងឃើញថាភាសាដែលយើងប្រើចាំបាច់នៅក្នុងសង្គមសប្តាហ៍ថ្ងៃគឺជាភាសាអង់គ្លេសហើយភាសាទី2គឺជាភាសាចិនបើសិនជាយើងនិយាយអំពីអត្ថប្រយោជន៍នៃភាសានីមួយៗភាសាអង់គ្លេសគឺជាភាសាមួយដែលគេប្រើទូទាំងពិភពលោកតែម្ដងប៉ុន្តែបើសិនជាយើងនិយាយទៅដល់ភាសាចិនវិញគឺជាភាសាមួយដែលកំពុងពេញនិយមនៅក្នុងប្រទេសខ្មែរយើងផងដែរយើងដឹងហើយថាប្រជាជនចិនឬក៏ថៅកែអ្នកចំនួនចិនជាច្រើនគាត់បានមកវិនិយោគក៏ដូចជាបើករោងចក្រជាច្រើននៅប្រទេសខ្មែរយើងហើយក្នុងនោះផងដែរគឺគេតែងតែជ្រើសរើសនៅអ្នកចេះចិនហើយសម្រាប់អ្នកដែលចេះចិនចេះអានចេះនិយាយចេះសរសេរចេះបើកកុំព្យូទ័រចេះបកប្រែគឺគាត់តែងតែមានអត្ថប្រយោជន៍បានទៅធ្វើការនៅកន្លែងល្អហើយអាចទទួលបានប្រាក់ខែល្អដូច្នេះហើយទើបខ្ញុំតែងតែលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាព្យាយាមចំណាយពេលរៀនភាសាឲ្យបានច្រើនជាពិសេសភាសាចិនពីព្រោះថាសម័យឥឡូវនេះអ្នកណាក៏ចេះអង់គ្លេសដែរក្មេងសម័យឥឡូវគឺគាត់ចេះអង់គ្លេសខ្លាំងជាងក្មេងសម័យមុនអញ្ចឹងហើយបើសិនជាយើងមានពេលវេលាគ្រប់គ្រាន់អាចរៀនបន្ថែមភាសាចិនក្នុងមួយថ្ងៃត្រឹមតែ1ម៉ោងខ្ញុំគិតថាសមត្ថភាពអ្នកទាំងអស់គ្នានឹងអាចរីកចម្រើនទៅមុខពេលណាដែលអ្នកទាំងអស់គ្នាបញ្ចប់ការសិក្សាអ្នកទាំងអស់គ្នាអាចងាយស្រួលស្វែងរកការងារធ្វើហើយទទួលបានប្រាក់ខែសមរម្យសម្រាប់អ្នកទាំងអស់គ្នាហើយខ្ញុំគិតថាក្មេងៗសម័យឥឡូវគឺគាត់ចូលចិត្តភាសាចិនដែរអញ្ចឹងហើយទើបខ្ញុំតែងតែលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នារៀនភាសាចិនទៅវាមិនខុសទេអ្វីដែលសំខាន់នោះគឺអ្នកទាំងអស់គ្នាក្នុងចំនួននេះគឺចង់រៀនភាសាអីគឺមានការងាយស្រួលខ្លាំងណាស់ហើយកម្មវិធីសិក្សាភាសានីមួយៗគឺសុទ្ធសឹងតែនៅក្នុងទូរស័ព្ទដៃយើងទាំងអស់មួយវិញទៀតមិនថា YouTube មិនថា TikTok គឺសុទ្ធតែមានការចែករំលែកទាក់ទងជាមួយនឹងការរៀនភាសាចិនផងដែរអញ្ចឹងគឺយើងមានវិធីសាស្ត្រច្រើនណាស់តែរៀនភាសាចិនដូច្នេះហើយបើសិនជាយើងទំនេរយើងកុំបោះបង់ពេលវេលារបស់យើងទៅធ្វើអ្វីដែលគ្មានប្រយោជន៍យើងគួរតែឆ្លៀតពេលរៀនបន្ថែមទៀតពីព្រោះថាការរៀនគឺអាចធ្វើឲ្យអនាគតយើងល្អប្រសើរនិងរីកចម្រើនទៅមុខបើសិនជាយើងរៀនរឹតតែច្រើនយើងចេះរឹតតែច្រើនសមត្ថភាពយើងនឹងកើនឡើងហើយអត្ថប្រយោជន៍នៃការរៀនរបស់យើងនឹងតបស្នងមកយើងវិញនៅតម្លៃប្រាក់ខែដែលបានសមរម្យធ្វើឲ្យតែការខំរៀនវាមានរយៈពេលយូរហើយវាមានភាពលំបាក stress ប៉ុន្តែអ្នកទាំងអស់គ្នាត្រូវដឹងថាចំណេះវិជ្ជាដែលនៅជាប់នឹងខ្លួនគឺវាមានអត្ថប្រយោជន៍សំខាន់បំផុតទោះបីជាអ្នកណាក៏មិនអាចលួចចំណេះវិជ្ជាអ្នកទាំងអស់គ្នាបានដែរបើសិនជាអ្នកទាំងអស់គ្នាចេះតែបើសិនជាអ្នកទាំងអស់គ្នាមិនខំរៀនចំណាយពេលវេលាខ្ជះខ្ជាយទៅលើការលេងទូរស័ព្ទការលេងហ្គេមឬក៏ការលេង TikTok អីផ្សេងៗដែលគ្មានប្រយោជន៍ដល់អ្នកទាំងអស់គ្នាថ្ងៃក្រោយអនាគតអ្នកទាំងអស់គ្នានឹងដូចអ្វីដែលអ្នកទាំងអស់គ្នាបានប្រព្រឹត្តអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាខំរៀនខំស្វែងយល់ខំសិក្សាដើម្បីស្រូបយកចំណេះដឹងនោះថ្ងៃក្រោយអ្នកទាំងអស់គ្នានឹងទទួលបាននៅអ្វីដែលអ្នកទាំងអស់គ្នាបានខំប្រឹងកន្លងមកការខំប្រឹងគឺមានអត្ថប្រយោជន៍ខ្លាំងណាស់អ្នកទាំងអស់គ្នាហើយការខំប្រឹងក៏មិនមែនតែមួយថ្ងៃពីរថ្ងៃ3ថ្ងៃបានដែរគឺការខំប្រឹងរយៈពេលយូរទើបយើងអាចទទួលបានលទ្ធផលល្អបើសិនជាយើងមិនខំប្រឹងមិនតស៊ូនោះយើងក៏មិនអាចទទួលបានភាពជោគជ័យដែរហើយបន្ទាប់ពីអ្នកទាំងអស់គ្នារៀនចប់អ្នកទាំងអស់គ្នាប្រឡូកនៅក្នុងវិស័យការងារអ្នកទាំងអស់គ្នានឹងស្គាល់ពិភពលោកក៏ដូចជាស្គាល់សង្គមរត់តែច្បាស់ថាបើសិនជាយើងមិនចេះគេនឹងមើលងាយបើសិនជាយើងមិនចេះយើងគ្មានចំណេះដឹងយើងគ្មានបទពិសោធន៍ទោះយើងទៅធ្វើការនៅកន្លែងណាក៏ដោយបានត្រឹមតែជាការងារប្រើកម្លាំងបាយហត់គ្មានពេលសម្រាប់ប្រាក់ខែទទួលបានក៏តិចតួចតែបើសិនជាយើងខិតខំរៀនសូត្រយើងមានចំណេះដឹងគ្រប់គ្រាន់មានសមត្ថភាពគ្រប់គ្រាន់ហើយយើងមានបទពិសោធន៍ការងារសំខាន់គឺយើងចេះភាសាច្រើនយើងទៅដល់ក្រុមហ៊ុនណាមួយក៏ដោយក៏គេឲ្យតម្លៃ